ជំរាបសួរបាទពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំចេញវីដេអូមួយទៀតបាទតើតើនឹងកស៊ូបាទតើយើងគោគ្រាវឬក៏យើងអត់គ្រាវអញ្ចឹងណាបាទហើយកស៊ូដែលគ្រាវហើយនិងកស៊ូអត់គ្រាវបាទតើវាមានអត្ថប្រយោជន៍យ៉ាងម៉េចអញ្ចឹងណាបាទអញ្ចឹងខ្ញុំនឹងវិភាគបាទជាមួយនឹងបងអញ្ចឹងណាបាទនេះសម្រាប់កស៊ូបាទមួយដើមនេះគឺយើងគ្រាវបញ្ជាក់ណាគ្រាវអញ្ចឹងនៅក្នុងការគ្រាវបាទយើងមើលអានេះគេកំណត់យកត្រឹមតែ2 ម៉ែត្រឯនេះយក2 ម៉ែត្រទេបាទកន្លែងខ្លះយក13 ម៉ែត្រហើយកម្ពស់នេះខ្ទង់ប្រហែលជា2.8 ម៉ែត្រឬក៏3 ម៉ែត្រទេអញ្ចឹងណាបាទកម្ពស់បាទអញ្ចឹងតើតើនឹងការគ្រាវបាទខ្ញុំលើកពីគុណសម្បត្តិសិនអញ្ចឹងណាបាទអញ្ចឹងតើតើនឹងការគ្រាវបាទទី1គឺដើមធំនេះបាទដើមវិញនេះធំខ្លាំងអញ្ចឹងណាបាទនេះធំលឿននេះមួយគល់វិញឡើងដៃខ្ញុំឡើងមកផាសដៃអញ្ចឹងណាបាទគឺធំលឿនបាទហើយមួយទៀតបាទគឺមែកបាទមែកដែលយើងຕົកពីនេះបាទវាលេងស្លឹកបានល្អអញ្ចឹងណាបាទលេងស្លឹកបានល្អហើយមួយទៀតដើមបាទអាចត្រួតត្រងជាមួយនឹងមែកបានអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលខ្ទង់6 ឆ្នាំអីបានប្រមូលផលអញ្ចឹងមានន័យថាវាមានមែកច្រើនវាអាចបាទផលិតជឿវាធ្វើរស្មីសំយោគបាទស្រូបពលឺព្រះអាទិត្យបាទធម្មជាតិអីទៅបាទអាចផលិតជឿបានល្អអញ្ចឹងណាបាទតែបើសិនជាយើងមិនគ្រាវវិញនេះបងមើលណាបាទអត់គ្រាវទេដើមគឺទូចបាទនេះមើលដើមនេះបាទទូចមែនទាំងអស់ឃើញដើមទូចបាទដើមទូចបាទបើយើងអត់គ្រាវវាដើមទូចមានន័យថាវាប្រឹងលោតទៅលើបាទវាប្រឹងលោតទៅលើឲ្យខ្ពស់មែនតែនទៅដល់លើបាទដើមទូចហើយវាប្រឹងលោតទៅលើអត់សូវខ្ពស់បាទបើនិយាយពីរឿងហានិភ័យវិញគឺខ្យល់អញ្ចឹងណាគឺខ្យល់ខ្លាំងបើសិនជាប៉ះជាមួយនឹងខ្យល់វិញអាចនឹងមានបញ្ហាអញ្ចឹងណាបាទហើយមួយទៀតបាទពេលខ្លះវាអត់អាចសូវមានមែកច្រើនទេបាទអត់សូវមានមែកច្រើនទេព្រោះឲ្យវាត្រូវតែមកដើមអញ្ចឹងណាបាទអត់សូវប្រកែទេអញ្ចឹងបើសិនជាតាមយោបល់របស់ខ្ញុំបាទបងគូតែគ្រាវបាទគូតែគ្រាវល្អអញ្ចឹងណាបាទតែបើយើងអត់គ្រាវអញ្ចឹងឯងឃើញដើមទូចបាទហើយវាប្រឹងលោតទៅលើខ្លាំងហើយអត់សូវមានមែកទេអញ្ចឹងណាបាទអត់សូវមានមែកទេប៉ុន្តែវាស្ដុកតាំងពីនេះទៅហើយបាទស្លឹកច្រើនអញ្ចឹងណាបាទតែបើយើងគ្រាវវិញមើលដើមគេនេះបាទដើមធំបាទដើមធំល្អបាទមានកម្លាំងបាទព្រោះអីយើងកំណត់មានន័យថាយើងកំណត់ត្រឹម3 ម៉ែត្រប៉ុណ្ណេះក៏3 ម៉ែត្រទៅវាអត់មានលូតទៅទៀតទេមានន័យថាវាប្រឹងរិចបងមានន័យថាវាប្រឹងរិចបាទហើយមែកវាក៏ល្អដែរនោះឃើញផៅល្អស្អាតអញ្ចឹងទៅបាទដល់ពេលអត់គ្រាវនោះក៏ប្រឹងតលូតខ្ពស់ជាងគេយើងឯងទៅលើអញ្ចឹងណាបាទអញ្ចឹងវាហានិភ័យជាមួយនឹងខ្យល់អញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំចែករំលែកប៉ុណ្ណឹងសិនបាទអញ្ចឹងបើសិនជាបងមានចង្អុលអីបន្ថែមបាទខមមិននៅខាងក្រោមបាទបើសិនជាបងយល់ថាវីដេអូនេះបាទមានប្រយោជន៍បាទជួយចុចរូបសញ្ញាកណ្ដឹងមួយផងបាទដើម្បីបាននៅវីដេអូថ្មីទៀតបាទអរគុណ